ពេលធ្វើត្រីខខ្ញុំចូលចិត្តដាក់ម្រេចហើយនឹងខ្ញីឲ្យច្រើនជាពិសេសបើបានខ្ញីរាងខ្ចីៗទៀតដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនចូលចិត្តដាក់ខ្ញីដូចខ្ញុំដែរអត់សម្រាប់វិធីខត្រីខ្ញុំដំបូងខ្ញុំដាក់ស្ករត្នោតជិតមួយស្លាបព្រាបាយកូរវាឲ្យឡើងឈ្ងុយហើយស្ករត្នោតខ្មែរយើងនេះគ្រាន់តែថាដាក់គោមួយស្ទុះក្លិនឈ្ងុយឡើងពេញផ្ទះហ្មងបន្ទាប់មកខ្ញុំដាក់ប្រេងឆា3ស្លាបព្រាបាយហើយបានដាក់ខ្ទឹមសនិងខ្ទឹមក្រហមចូលបងប្អូនដាក់តិចដាក់ច្រើនតាមចំណង់ចំណូលចិត្តហើយយើងឆាខ្ទឹមនោះឲ្យឈ្ងុយជាមួយនឹងស្ករដែរបន្ទាប់មកទៀតបានខ្ញុំដាក់ខ្ញីចូលហើយខ្ញីនោះខ្ញុំហាន់ជាចំណិតស្ដើងៗមកល្មមយើងដាក់ខ្ញីហើយយើងឆាចូលគ្នាឲ្យសព្វរួចហើយខ្ញុំដាក់ទឹកត្រី3ស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយម្រេចជិត1ស្លាបព្រាកាហ្វេដែរយើងឆាវាចូលគ្នាទៅយល់វាថាជះក្លិនឈ្ងុយអើយឈ្ងុយបន្ទាប់មកទៅខ្ញុំដាក់ត្រីចូលហើយត្រីខ្ញុំថ្ងៃនេះមានតែ4កង់ទេហើយ4កង់នោះគឺ4ខាំល្មមបន្ទាប់ខ្ញុំដាក់វាចូលហើយខ្ញុំប្រែទៅប្រែមកមួយស្ទុះសិនអត់គោទេយើងគ្រាន់តែយកសម្រាប់ចាប់ហ្នឹងចាប់វាប្រែទៅប្រែមកឲ្យវាចូលពណ៌សបន្តិចទៅចាំយើងចាក់ទឹកចូលហើយខ្ញុំដាក់ទឹកចូលកន្លះលីត្រតែប៉ុណ្ណឹងខ្ញុំបិទគម្របហើយចាប់ផ្ដើមរំងាស់បានហើយយើងបើកភ្លើងមកល្មមទៅបងប្អូនកុំបង្ខំភ្លើងខ្លាំងពេកអីយើងរំងាស់វាចោលមកស្ទុះទៅត្រីខរបស់យើងចូលជាតិល្មមឆ្ងាញ់ហើយរសជាតិនេះគឺយើងយករសជាតិរៀងប្រៃផ្អែមបងប្អូនអាចច្នៃលៃលុករសជាតិទៅតាមនឹងបានពេលត្រីខឆ្អិនហើយបើបងប្អូនចូលចិត្តអាចថែមគល់ខ្ទឹមស្លឹកខ្ទឹមឬក៏ម្ទេសអីបន្តិចតួចទៅគឺរសជាតិស្រេចញ៉ាំជាមួយបបរក៏ឆ្ងាញ់ដាក់ស្វាយខ្ចីក៏ឆ្ងាញ់ដែរ